នៅไต้หวันហាងអាហារពេលព្រឹកមានសម្បូរបែបណាស់តែអ្នកធ្លាប់បានញ៉ាំគុយទាវពេលព្រឹកនៅហាងវៀតណាមទេសួស្តីខ្ញុំត្រូវការពងមាន់ចៀន2ចារបៀបវៀតណាមគឺយកមកស្ងោរធ្វើជារសជាតិតៃវ៉ាន់ក៏បានធ្វើជារសជាតិវៀតណាមក៏បានដែរគាត់ជាជនជាតិវៀតណាមឈ្មោះផានីងហុងគាត់រៀបការមកតៃវ៉ាន់10ឆ្នាំជាងហើយគាត់រៀនមិនបានច្រើនទេដំបូងក៏មិនចេះភាសាចិនហើយក៏គ្មានឯកទេសផ្ទាល់ខ្លួនដែរក្រោយពីទទួលបានការបង្ហាត់បង្រៀនពីមជ្ឈមណ្ឌលការងារហើយគាត់ក៏ខិតខំភាសាចិនប្រឡងយកអាជ្ញាប័ណ្ណជាសហគ្រិនវត្ថុត្រូវទិញខ្លួនឯងហើយយកធ្វើខ្លួនឯងពេលនោះមានការភ័យខ្លាចពីព្រោះមិនសូវចេះភាសាចិនដូច្នេះខ្ញុំរៀបចំត្រៀមខ្លួនយ៉ាងយូរត្រៀមខ្លួនប្រហែលជាកន្លះឆ្នាំគឺចាប់ពីខែ11ទៅរាប់ទៅប្រហែលកន្លះឆ្នាំថ្មីត្បិតបានបើកហាងដោយសម្រួលប៉ុន្តែការច្នៃអាជីពមិនមែនជាការងាយស្រួលទេគាត់ខិតខំណាស់ដូច្នេះមានវត្ថុថ្មីគាត់ក៏រៀនធ្វើគាត់ពិតជាខិតខំតស៊ូមែនអ្វីក៏គាត់ព្រមរៀនដែរដើម្បីស្របទៅតាមរសជាតិអ្នកតៃវ៉ាន់គាត់បានយកគ្រឿងពីវៀតណាមមកកែច្នៃបន្តិចម្ដងឥឡូវនេះម្ហូបក្នុងហាងមិនថាក្មេងឬចាស់នោះទេពួកគេចូលចិត្តណាស់ម្ហូបគាត់មានឱជារសដ៏ប្លែកហើយជក់មាត់ណាស់រសជាតិនេះវាស្របនឹងពួកយើងដែរគាត់មានមោទនភាពណាស់ដែលនាំចូលវៀតណាមមកចែកចាយនៅតៃវ៉ាន់ឯមួយទៀតនោះគឺកូនទាំងពីររបស់គាត់ដែលមានអាយុតិចតែចេះជួយម្ដាយការគាំទ្ររបស់អ្នកផ្ទះគឺជាការលើកទឹកចិត្តមួយសម្រាប់គាត់ប៉ុន្តែការលើកទឹកចិត្តពីភ្ញៀវគឺជាកម្លាំងចិត្តដ៏ធំសម្រាប់គាត់មានឱជារសឆ្ងាញ់ហើយស្រស់មាត់នេះទើបអាចតាក់ទាញចិត្តភ្ញៀវមួយជាជនជាតិវៀតណាមមួយជាជនជាតិតៃវ៉ាន់អ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាក្នុងអាហារពេលព្រឹកបើនិយាយថាអ្នកទាំងពីរជាមិត្តរួមការងារយើងថាពួកគេជាអ្នកផ្ទះវាល្អជាងអាហារឆ្ងាញ់ធ្វើឲ្យគេនឹករលឹកប៉ុន្តែអ្វីដែលមិនអាចបំភ្លេចបាននោះគឺចិត្តស្នេហារបស់មនុស្ស